សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វគ្គបន្តនៃចែករឿងល្បឿននិងផ្លេចបន្ទោដោយសពមួយដងចឹងអ្នកគ្នាមុននឹងការចាប់ផ្ដើមនេះគឺខ្ញុំចង់ឲ្យជួយ Subscribe Like Comment អ្វីក៏បានជាការលើកទឹកចិត្តដល់ខ្ញុំដែរហ្នឹងហើយអរគុណច្រើនបើខាតពេលលាយូរយើងមកតាមអ្នកគ្នាថាតើសាច់រឿងបន្តហ្នឹងនឹងទៅជាយ៉ាងណានៅពេលដែលតួអង្គរបស់យើងបានស្គាល់នៅអ្នកដែលមានថាមពលពិសេសបន្ទាប់ពីជីវូបានចេញផុតទៅ Gaiden ដែលជាលោកឆ្មារបស់យើងនោះគឺកំពុងតែនិយាយជាមួយខ្លួនឯងថាគេនិយាយត្រូវហើយយើងកំពុងតែនៅក្នុងខ្លួនសត្វឆ្មានេះយើងមិនអាចស៊ីចំណីមនុស្សបានទេកំឡុងពេលដែលយើងបានផ្លាស់ប្ដូរមកខ្លួនឆ្មាមួយនេះវាត្រឹមត្រូវណាស់ដែលយើងត្រូវស៊ីចំណីសត្វឆ្មាមួយនេះដើម្បីខ្លួនប្រាណអាឆ្មាមួយនេះអញ្ចឹងខ្ញុំត្រូវតែបង្ខំខ្លួនឯងឲ្យស៊ីអាចំណីនេះហើយដើម្បីឲ្យខ្ញុំអាចព្យាបាលរបួសរបស់ខ្ញុំឲ្យកាន់តែលឿនប៉ុន្តែខ្ញុំគឺជាអ្នកក្លាហាន Gaiden ដ៏អស្ចារ្យតែឲ្យខ្ញុំស៊ីចំណីឆ្មាមិនទៅអត់ទេវាដើម្បីព្យាបាលរបួសរបស់យើងត្រូវតែស៊ីហ្នឹងហើយលោកឆ្មារបស់យើងនោះគឺគាត់ព្យាយាមថាប្រឆាំងនឹងខ្លួនឯងផងបង្ខំខ្លួនឯងផងដើម្បីព្យាបាលរបួសរបស់គាត់ព្យាយាមដើរមកស៊ីចំណីឆ្មាហ្នឹងហើយបន្ទាប់ពីបានលិតបានបន្តិចមកក៏ប៉ុន្តែអាហ្នឹងរសជាតិរបស់យើងតើគឺចាប់ផ្ដើមដាក់យកផ្លាប់មួយសន្ទុះក្រោយមកគឺឆ្អែតដេកផ្ងាពោះឡើងក្បាំងប៉ាងតបមកក៏បាននិយាយជាមួយខ្លួនឯងថាចង្រៃយោទីបំផុតយើងស៊ីចំណីឆ្មានេះទៅបានទេវាមិនមែនយើងទេគឺអាឆ្មាមួយនេះដែលវាបង្ខំខ្លួនវាឲ្យស៊ីចំណីសត្វឆ្មានេះឥឡូវវាស៊ីខ្ទេចអស់ហើយមួយសន្ទុះក្រោយមកឆ្មាក៏បានមានអារម្មណ៍ថាឈឺចាប់នៅក្នុងដងខ្លួនរបស់គេហើយក៏បាននិយាយថាចង្រៃយោខ្លួនរបស់យើងគឺមិនដំណើរការស្រួលនោះទេយើងគ្មានកម្លាំងដែលនៅសេសសល់ច្រើននោះទេអញ្ចឹងបើសិនជាយើងមិនអាចព្យាបាលរបួសរបស់យើងបានយើងប្រកាសជាស្លាប់ហើយអញ្ចឹងយើងត្រូវតែលាក់ខ្លួនរហូតដល់យើងអាចមានកម្លាំងមកវិញប្រហែលនាទីក្រោយមកជីវូរបស់យើងក៏បានត្រឡប់ពីការដាក់ចំណីសត្វឆ្មានៅខាងក្រៅហើយក៏បានសួរលោក Mr. Gaiden ថាខ្ញុំនឹងចេញទៅខាងក្រៅមួយផ្លែតលោក Gaiden តើឯងទៅណាខ្ញុំទៅមន្ទីរពេទ្យសត្វខ្ញុំអត់មានចំណីសត្វនៅសល់ទេសម្រាប់ថ្ងៃស្អែកអញ្ចឹងខ្ញុំត្រូវតែទៅទិញវាតើឯងទៅឥឡូវហ្នឹងមែនតើលោកទៅជាមួយខ្ញុំទេហើយអ្វីជាយើងកុំធ្វើអញ្ចឹងអីទៅជាមួយខ្ញុំទៅអញ្ចឹងបើសិនជាខ្ញុំប្រាប់គេអំពីលោកតើលោកអត់បារម្ភទេត្រូវហើយយើងទៅជាមួយឯងដើម្បីឃ្លាំមើលឯងកំឡុងពេលដែលយើងអត់ទាន់ជឿជាក់ឯងហ្នឹងហើយរីឯជីវូនោះវិញគឺបានសប្បាយចិត្តមែនទែនថាត្រូវហើយភ្លាមនោះក៏បានចាប់លោក Gaiden បីទៅខាងក្រៅដើម្បីទៅកាន់មន្ទីរពេទ្យសត្វជាមួយនឹងជីវូជាមួយនឹងរូបរាងដ៏ធាត់គួរឲ្យខ្លាញ់របស់លោក Gaiden តោះមកលោក Gaiden ក៏បានសួរទៅជីវូថាតើឯងកំពុងធ្វើអីហ្នឹងតើលោកឈឺមែនទេខ្ញុំកំពុងតែបីលោកទៅមន្ទីរពេទ្យតបមកក៏បានបតែបតាប់ជាមួយនឹងជីវូដោយថាមិនចង់ឲ្យជីវូបីខ្លួននោះទេលោក Gaiden ក៏បាននិយាយថាយើងអត់ត្រូវការអញ្ចឹងទេតើឯងទុកយើងជាឆ្មាមែនដាក់យើងចុះយើងគឺជាអ្នកប្រយុទ្ធ Gaiden ដ៏អស្ចារ្យយើងមិនទៅដោយអញ្ចឹងទេហ្នឹងហើយបន្ទាប់ពីកែកគ្នាជាមួយជីវូនឹងមកទីបំផុតនោះលោក Gaiden ក៏បានចូលទៅក្នុងអាវជាមួយនឹងជីវូគឺគួរឲ្យស្រឡាញ់មែនតើគឺដាក់ទៅពេញអាវជីវូតែម្ដងរីឯជីវូនោះវិញបានសើចហាកំឡុងពេលដើរតាមផ្លូវនោះលោក Gaiden ក៏បាននិយាយថាខ្ញុំដូចមានអារម្មណ៍ថារំខានដល់ហើយខ្ញុំមិនមែនឆ្មាទេក៏ប៉ុន្តែខ្ញុំដូចឆ្មាអញ្ចឹងខ្ញុំគ្រាន់តែមានអារម្មណ៍ថាដូចជារៀងហត់នឿយតែប៉ុណ្ណោះហើយអ្វីក៏មានអារម្មណ៍បែបនេះតើវាមកពីខ្ញុំជាសត្វឆ្មាលើកដំបូងមែនទេក៏ប៉ុន្តែដូចមិនអីទេហ្នឹងហើយគឺគាត់មានអារម្មណ៍ថាងងុយដេករីឯជីវូយើងនោះវិញគឺបន្តដំណើរទៅកាន់មន្ទីរពេទ្យដោយស្ងៀមស្ងាត់ជាមួយនឹងពេលវេលាដ៏ស្ងប់ស្ងាត់ក្នុងពេលរាត្រីហ្នឹងហើយប្រហែលនាទីក្រោយមកជីវូក៏បានដើរទៅដល់មន្ទីរពេទ្យសត្វទៅមកបាននិយាយទៅកាន់លោកគ្រូពេទ្យសត្វថាសួស្តីលោកគ្រូពេទ្យរីឯលោកគ្រូពេទ្យនោះវិញគាត់ទៅឃើញជីវូបានថាជីវូតើឯងមកធ្វើអីនៅទីនេះនៅពេលនេះខ្ញុំមកទីនេះគឺដើម្បីទិញចំណីសត្វហើយក៏ចង់ឲ្យលោកមើលសត្វឆ្មានេះដែរថាតើគេយ៉ាងម៉េចហើយគេគឺមានរបួសរីឯលោក Gaiden គាត់លើកបែបនោះក៏បាននិយាយថាចុំអានេះបោកអញតោះមកលោកគ្រូពេទ្យបាននិយាយមួយជីវូថាបើវិញចឹងមែនចឹងដាក់គេចុះមកខ្ញុំអត់ដែលឃើញគេពីមុនមកនោះទេតើគេឈ្មោះអីដែរហ្នឹងហើយជីវូបានឆ្លើយថា Gaiden ឈ្មោះនេះគឺទំនងមែនតើស្មានេះគឺស័ក្តិសមនឹងឈ្មោះហ្នឹងមែនហ្នឹងហើយលោក Gaiden នោះគ្រាន់តែលើកបែបនោះវិញថាយើងនឹងសម្លាប់គេហ្នឹងហើយអត់ទាន់បានសម្លាប់លោកគ្រូពេទ្យនោះទេលោកគ្រូពេទ្យបានថាសុំមើលតិចមើលហ្នឹងហើយគឺចាប់មាត់របស់លោក Gaiden ដើម្បីមើលធ្មេញរបស់គេហើយក៏បាននិយាយថាមើលទៅដូចមានបញ្ហានោះទេនេះឯលោក Gaiden នោះវិញថាចុំគួរឲ្យខ្មាស់គេមែនអ្នកក្លាហានទាំងមូលបន្ទាប់ពីឮលោកគ្រូពេទ្យថាគ្មានបញ្ហាអ្វីនោះទេជីវូក៏បាននិយាយទៅកាន់លោកគ្រូពេទ្យថាបាទខ្ញុំឃើញជាងខ្លាំងនៅលើខ្លួនរបស់គេនៅពេលដែលខ្ញុំបានឃើញគេហើយលោកគ្រូពេទ្យបាននិយាយទៅវិញថាតើចឹងមែនទេគេមើលទៅដូចគ្មានបញ្ហាគ្មានរបួសអីនោះទេហ្នឹងហើយជីវូគាត់ត្រូវបែបនោះក៏បាននិយាយវិញថាសំណាងមែនតែលោក Gaiden នោះគឺទម្លាក់ទឹកមុខចុះហើយក៏បានគិតថាតើឥឡូវនេះគិតស្អីវាសំណាងស្អីគេហ្នឹងហើយមួយសន្ទុះក្រោយមកលោកគ្រូពេទ្យក៏បាននិយាយទៅកាន់ជីវូថាអ្វីដែលសំខាន់នោះខ្ញុំគិតថាគេគួរតែសម្រក់រៀងខ្លះតងចំណៃខ្លះទៅហ្នឹងហើយជីវូក៏បានតែសើចវិញទេរីឯលោក Gaiden នោះវិញគឺខឹងមែនតើហើយក៏បានគិតក្នុងចិត្តថាអត់ទេយើងពិតណាស់យើងនឹងសម្លាប់អាគ្រូពេទ្យមួយនេះ
ហើយលោកគ្រូពេទ្យក៏បាននិយាយទៅកាន់ជីវូថាគ្មានវិជ្ជបញ្ជាអីទេថ្ងៃនេះគ្រាន់តែមើលគេទៅបើសិនជាគេមានបញ្ហាអ្វីនោះនាំគេមកវិញហើយជីវូបានឆ្លើយថាបាទលោកគ្រូហ្នឹងហើយរឿងរបស់យើងក៏បានកាត់មកតាមផ្លូវនេះវិញដែរដែលជីវូនិងលោក Gaiden នេះគឺដូចពេលទៅអញ្ចឹងគឺលោក Gaiden គឺនៅក្នុងអាវរបស់ជីវូដដែលនោះទេហើយជីវូបាននិយាយទៅកាន់លោក Gaiden ថាល្អណាស់គួរឲ្យធូរចិត្តមែនតើហ្នឹងហើយលោក Gaiden ក៏បាននិយាយទៅវិញថាធូរចិត្តហ្នឹងហើយមួយសន្ទុះក្រោយមកគឺលោក Gaiden ក៏បាននិយាយទៅកាន់ជីវូថាហេតើនៅទីនេះមានឆ្មាបិសាចមែននៅជុំវិញផ្ទះហ្នឹងតែមកជីវូបានឆ្លើយថាឆ្មាបិសាចតើលោកកំពុងនិយាយពីអ្វីហ្នឹងហើយមួយសន្ទុះក្រោយមកគឺមានសម្លេងមួយដែលចេញពីចន្លោះមួយធ្វើឲ្យជីវូភ្ញាក់ផ្អើលមែនទែនហើយបានថាហាសម្លេងអ្វីហ្នឹងហើយគឺយើងបានឃើញជើងសត្វមួយដែលមានភ្នែកពណ៌ក្រហមហ្នឹងហើយជីវូបាននិយាយថាតើវានឹងមែនតើវានឹងមែនជាបិសាចឆ្មាតើលោកច្បាស់ទេថាវាគឺជាសត្វឆ្មាតែវាមើលទៅដូចជាសត្វខ្លាជាងហ្នឹងហើយអ្នកនរគ្នារឿងរបស់យើងគឺសូមចប់តែនឹងសិនហើយសូមអ្នកនរគ្នាបានរីករាយនៅវគ្គថ្មីដែរហើយមួយទៀតអ្នកនរគ្នាជួយ like ជួយ comment ឬក៏ share ក៏បានដែរអ្នកនរគ្នាដើម្បីជាការលើកទឹកចិត្តផងដើម្បីជួយវីដេអូរបស់ខ្ញុំឲ្យបានទៅដល់អ្នកដែលគាត់ចូលចិត្តសាច់រឿងហ្នឹងដែរអ្នកនរគ្នាអរគុណច្រើនហើយចាំជួបគ្នានៅវីដេអូវគ្គបន្តទៀតបាយបាយ